វិធីធ្វើគីមជីឆ្ងាញ់មិនតម្រូវតែលើបរិមាណគ្រឿងមួយមុខទេគឺត្រូវរើសស្ពៃឲ្យបានល្អស្ពៃដែលធ្វើគីមជីទៅឆ្ងាញ់គឺប្រភេទស្ពៃដែលក្តោបតឹងណែនល្អនិងសាច់ខាងក្នុងពណ៌លឿងកាត់ស្ពៃជា4ចំណែកដាក់ទឹក500មីលីលីត្រអំបិលប្រហែលជា2ទៅ2ស្លាបព្រាបាយកន្លះកូរឲ្យអំបិលនិងទឹករលាយចូលសាច់គ្នាតែមួយបន្ទាប់មកចាក់វាដាក់ត្រាំស្ពៃរយៈពេល1ម៉ោងវិធីនេះជួយឲ្យស្ពៃបញ្ចេញទឹកបានលឿនហើយនៅពេលដែលយកទៅធ្វើគីមជីស្រួយឆ្ងាញ់ដាក់ឆ្នាំងកុំទាន់បើកភ្លើងចាក់ទឹកចូលមួយកូនចានប្រើម្សៅអង្ករដំណើបចំនួន1វែកសម្លកូរឲ្យម្សៅនិងទឹករលាយចូលសាច់តែមួយសិនចាំបើកភ្លើងបន្តិចកូរឲ្យម្សៅឆ្អិនឡើងខាប់ល្អរួចបិទភ្លើងនិងបន្តដាក់គ្រឿងផ្សេងៗទៀតទាន់នៅក្តៅដូចជាដាក់ម្សៅម្ទេសចំនួន2ស្លាបព្រាបាយម្សៅម្ទេសគ្រើមចំនួន2ស្លាបព្រាបាយកូរបញ្ចូលគ្នាឲ្យល្អដើម្បីបំបត្តិក្លិនម្ទេសដាក់ខ្ទឹមចិញ្ច្រាំស្ករស1ស្លាបព្រាបាយម្សៅស៊ុប1ស្លាបព្រាបាយទឹកត្រី2ស្លាបព្រាបាយកូរច្របល់ចូលគ្នាឲ្យសព្វពេលនេះត្រូវងាកមកមើលស្ពៃក្តោបកាត់វាមើលបើសិនជាកាច់ទៅទន់មិនបាក់យើងអាចលាងសម្អាតជំរះទឹកអំបិលចេញឲ្យស្អាតដើម្បីកាត់បន្ថយជាតិប្រៃលាងពូតថ្នមៗឲ្យអស់ជាតិទឹកនិងដាក់សម្រស់ទឹកវាឲ្យបានល្អយកវាមកប្រឡាក់គ្រឿងដាក់ផ្លែប៉ោមដែលបានហាន់ជាចំណិតរួចដាក់ចូលជាមួយនឹងស្លឹកគូឆាយនិងយកវាមកប្រឡាក់គ្រឿងឲ្យសព្វទុកវាក្នុងទូទឹកកកកន្លះម៉ោងក្រោយយើងអាចញ៉ាំវាបានប៉ុន្តែមិនទាន់ជូរទេ